អ្នកក្រូនិងអ្នកដែលកំពុងទស្សនាវីដេអូនេះទាំងអស់គ្នានាងខ្ញុំជានិស្សិតឆ្នាំទី4មកពី Department គីមីនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្ងៃនេះក្រុមយើងខ្ញុំនឹងសិក្សាទៅលើមុខវិជ្ជាគីមីកសិកម្មដែលបង្រៀនដោយសាស្ត្រាចារ្យខូចហួតដោយប្រធានបទពួកខ្ញុំនឹងលើកពីជីកំប៉ុស្តគោជីកំប៉ុស្តគោគឺជាផលិតផលជីធម្មជាតិដែលយើងប្រើវាជាគោលើគ្នាឬនៅក្នុងរណ្ដៅដោយយើងប្រើប្រាស់ជីសំណល់សរីរាង្គរឹងដោយទុកឲ្យវារលួយនៅក្នុងលក្ខខណ្ឌដែលមានខ្យល់ចេញចូលយ៉ាងទៀតជីកំប៉ុស្តគោត្រូវបានគេនិយមប្រើប្រាស់យ៉ាងខ្លាំងសម្រាប់កសិករនិងអ្នកដែលដំណាំនៅតាមផ្ទះព្រោះវាងាយស្រួលធ្វើនិងមិនជះក្លិនស្អុយដូចជីកំប៉ុស្តទឹកគោលបំណងនៅក្នុងការសិក្សានេះនិយាយអំពីវិធីសាស្ត្រជីកំប៉ុស្តគោដែលមានដូចជាវត្ថុធាតុដើមវិធីសាស្ត្រនិងអត្ថប្រយោជន៍ដើម្បីយល់ដឹងអំពីបច្ចេកទេសនៃការធ្វើជីកំប៉ុស្តគោហ្នឹងយើងអាចមកទស្សនាវីដេអូខាងក្រោមចូលមកដល់វីដេអូនេះយើងនឹងនិយាយទៅលើវត្ថុធាតុដើមឬសារធាតុផ្សំនិងឧបករណ៍សម្រាប់ធ្វើជីកំប៉ុស្តគោដែលវត្ថុធាតុដើមនិងសារធាតុផ្សំហ្នឹងមានដូចជាលាមកគោលាមកមួនកំប្លោកកបោរស់កន្ទ្រេនខេតដែលកន្ទ្រេនខេតហ្នឹងយើងអាចជ្រើសរើសយករុក្ខជាតិផ្សេងដូចជា snow pot ឬពពួករុក្ខជាតិបៃតងហើយមួយទៀតគឺផេះអង្កាមចំណែកឧបករណ៍សម្រាប់ការដាក់ធ្វើជាកំប៉ុស្តគោកហ្នឹងយើងអាចធ្វើជារណ្ដៅឬធ្វើជាទ្រុងដែលមានរូបរាងដូចដែលរូបដែលខ្ញុំបានបង្ហាញឬបើអាចយើងមានលទ្ធភាពហ្នឹងយើងអាចចាក់សាបទៅតាមទំហំរូបរាងដែលយើងចង់បានសម្រាប់ការយើងធ្វើដាក់ជីកំប៉ុស្តគោកហ្នឹងបន្ទាប់ពីយើងបានរៀបចំវត្ថុធាតុដើមនិងឧបករណ៍សម្រាប់ផលិតជីកំប៉ុស្តគោកនឹងហើយយើងមកធ្វើការផលិតដោយស្រទាប់ទី1ហ្នឹងយើងត្រូវធ្វើការក្រាលលាមកគោស្រទាប់ទី2យើងក្រាកំប្លោកស្រទាប់ទី3យើងដាក់កំបោររស់ចូលម្ដងគឺដើម្បីឲ្យវាកាច់លាមកគោហើយនឹងកំប្លោកហ្នឹងបានល្អបន្ទាប់មកស្រទាប់ទី4បានយើងធ្វើការដាក់ផេះអង្កាមរួចបានដាក់លាមកមួនហើយនឹងកន្ទ្រេនខេតចូលបន្ទាប់មកចុងក្រោយយើងធ្វើការបាចកំបោររស់នឹងពីលើម្ដងទៀតគឺដើម្បីឲ្យជីនឹងវាក្តៅងុំបានល្អរលួយនិងបង្កើតបានជាអាស៊ីតដែលពពួកមីក្រូសារពាង្គកាយនឹងត្រូវការហើយវាធ្វើការបានល្អម្យ៉ាងទៀតការដាក់កំបោររស់វាក៏ផ្ដល់សារធាតុចិញ្ចឹមគឺកាល់ស្យូមដែលជួយពង្រឹងទៅដល់ដីនិងការលូតលាស់របស់រុក្ខជាតិសម្រាប់ជីកំប៉ុស្តគោករយៈពេលដែលយើងរក្សាទុកនឹងយើងត្រូវរក្សាទុកវារយៈពេល1ខែតែបើយើងប្រញាប់យើងអាចទុកវានឹងរយៈពេលកន្លះខែតែត្រូវកាយត្រឡប់ជីនឹងឲ្យមានខ្យល់ដកដង្ហើមខ្យល់អុកស៊ីសែននឹងចេញចូលបានល្អដើម្បីឲ្យជីនឹងវាកាច់បានលឿននិងបានល្អរួចយកជីកំប៉ុស្តនឹងទៅកិនបន្ទាប់មកយើងយកវាច្រកទៅទុកនៅក្នុងបេហើយយើងយកវាទៅប្រើប្រាស់ទៅតាមតម្រូវការដែលយើងត្រូវការឬយើងអាចយកវានឹងទៅលក់បានផងដែរដើម្បីកាន់តែច្បាស់យើងមកជួបនឹងអ្នកដែលមានចំណេះជំនាញនៅក្នុងការធ្វើជីកំប៉ុស្តទាំងអស់គ្នាបាទបងជីកំប៉ុស្តផ្សំពៅមានច្រើនប្រភេទមានកំប្លោកអាចគោអាចមាន់ផេះអង្កាមហើយកបោសម្រាប់មេរោគនិងសបកពូតស្នូពូតឬក៏អាចជាកធៀងខេតអីហ្នឹងនិយាយរួមឲ្យតែអាស្មៅណាដែលពុកហ្នឹងដែលជីវជាតិដូចថាធម្មជាតិដែលត្រូវពុកយើងយកមកផ្សំពុកហ្នឹងអាចផ្សំគ្នាជាស្ទាប់ហើយរយៈពេលប្រហែលជាកន្លះខែបើដូចថាយើងមានញឹកទៅជាមួយខែអីបានទីត្រឡប់ហើយគេជោគយកមកទុកហ្នឹងទៅពេលត្រូវការដែលគេតម្រូវត្រូវការគេយកវាទៅកិនហើយនឹងគេរែងបញ្ចូលកញ្ច្រែងរែងមកបានគេកោបទុកហើយបើតម្រូវការដែលគេត្រូវការគេកំងយើងអាចច្រកដាក់ជាថតដីផ្ទៃថ្លឹងជា40គីឡូក៏បាន50គីឡូក៏បានតម្រូវការដែលគេគិតតោនបាទតែប៉ុណ្្នឹងទេមានពីរបៀបធ្វើយើងផ្សំហើយចឹងយើងទុកវាតាមរយៈដែលដូចថាយើងមិនមានញឹកចឹងយើងទុកដល់រៀងយូរទៅបើយើងមានញឹកយើងអាចជាកន្លះខែយើងត្រឡប់វាហ្នឹងយើងក៏អាចជាកោបពីកន្លែងយើងផ្សំហ្នឹងដែលដាក់ជាស្ទាប់ហើយនឹងយើងយកមកទុកមកកន្លែងនេះដើម្បីឲ្យវាត្រូវខ្យល់ឲ្យវាកាច់
មួយសាទៀតឲ្យអស់រួចក៏យើងយកវាបើថារៀងសើមពេកយើងអាចយកជីសម្ដិលឲ្យស្ងួត2ថ្ងៃទៅ3ថ្ងៃនេះបានយើងកោបមកដាក់ម៉ាស៊ីនខ្មុកវាឲ្យល្អិតរួចបានយើងយកល្អិតហើយយើងយកមកទុកវានេះដល់ថាពេលដែលយើងតម្រូវការយើងអាចច្រកជាតីនឹងឲ្យភ្ញៀវអតិថិជនដែលគេត្រូវការទៅតាមដំណើរដូចថាគេយកប្រមាណតោនហើយគ្រឿងផ្សំដូចខ្ញុំនិយាយអញ្ចឹងនិយាយម្ដងហើយអត្ថប្រយោជន៍ជីកំប៉ុស្តយើងអាចប្រើលើដំណាំហូបផ្លែនិងបន្លែផ្សេងៗដំណាំហូបផ្លែមានដូចជាដូងស្វាយហើយត្របែកចំណែកឯបន្លែយើងមានដូចជាត្រកួនពោតសណ្តែកទីដូចជាននោងអីផ្សេងៗទៀតការប្រើប្រាស់ជីគីមីហ្នឹងវាធ្វើឲ្យដីហ្នឹងកាន់តែមានភាពខូចគុណភាពធ្វើឲ្យដីហ្នឹងរឹងហើយយូរទៅវាខ្សោះសារធាតុចិញ្ចឹមនៅក្នុងដីកាន់តែឡើងមានទៅធ្វើឲ្យដីហ្នឹងខូចគុណភាពទាំងមូលហ្មងតែបើយើងប្រើជីកំប៉ុស្តវាធ្វើឲ្យដីហ្នឹងកាន់តែមានសុខភាពឡើងធ្វើឲ្យវាជួយឲ្យដីកាន់តែមានសារធាតុចិញ្ចឹមជីវជាតិគីមីកាន់តែខ្ពស់ចុងក្រោយខ្ញុំសូមអរគុណដល់លោកគ្រូនិងអ្នកទស្សនាវីដេអូនេះទាំងអស់គ្នា